បាទសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់បង្កើត account WeChat អត់បានហើយបងប្អូនទាំងអស់គ្នាគួរតែមើលវីដេអូនេះណាហើយបងប្អូនទាំងអស់គ្នាបង្កើតអត់បានទៀតអាហ្នឹងបងប្អូនទាំងអស់គ្នាអាចមកតាក់ទងមកខ្ញុំបានខ្ញុំធ្វើការបង្កើតជូនដល់បងប្អូនទាំងអស់គ្នាបានណាអញ្ចឹងដើម្បីបង្កើត account WeChat បានបងប្អូនទាំងអស់គ្នាគួរតែត្រៀមលេខទូរស័ព្ទថ្មីមួយមកហើយបើសិនជាបងប្អូនទាំងអស់គ្នាអត់មានលេខថ្មីទេលេខចាស់ក៏បានដែរយើងមានវិធីក្នុងការបង្កើតអញ្ចឹងណាអញ្ចឹងដើម្បីទៅបង្កើត account WeChat បានយើងចូលពាក្យ sign up មកហើយយកពាក្យ sign in mobile មកឬក៏ sign in ជាមួយនឹង Facebook ក៏បានដែរតែយល់ល្អបង្កើតជាមួយនឹងលេខទូរស័ព្ទមកបងប្អូនអរគ្នាអញ្ចឹងខ្ញុំយកពាក្យ sign in mobile phone នឹងមកដើម្បីពេលវាមានបញ្ហាស្រួលដោះលេខទូរស័ព្ទដូរដាក់អីចឹងទៅចឹងយើងចូលជាមួយនឹង sign up ហ្នឹងមកបន្ទាប់មកខាងលើហ្នឹងគឺគេដាក់ថា name អញ្ចឹងបងប្អូនអរគ្នាដាក់ name អីក៏បានដែរស្រេចតែបងប្អូនអរគ្នាទេណាអញ្ចឹងខ្ញុំដាក់តាមការមើលឃើញរបស់ខ្ញុំអញ្ចឹងទៅខ្ញុំដាក់ថាបង D អូខេដាក់បង D ហើយខ្ញុំកន្លែងនេះខ្ញុំដាក់កូដប្រទេសណាកន្លែងប្រទេសហ្នឹងគឺត្រូវដាក់កូដប្រទេសលេខទូរស័ព្ទយើងហ្នឹងណាហើយកន្លែង mobile ហ្នឹងគឺដាក់លេខទូរស័ព្ទនោះហើយខ្ញុំដាក់លេខទូរស័ព្ទនោះហើយខ្ញុំបិទទៅកន្លែងហ្នឹងចេញណាហើយកន្លែង password នេះបងប្អូនអរគ្នាដាក់អីក៏បានដែរស្រេចតែបងប្អូនអរគ្នាទេហើយដាក់ហើយកត់ទុកទៅព្រោះកុំឲ្យពេលដោះដូរទូរស័ព្ទអីហ្នឹងគឺវាពិបាកអញ្ចឹងណាអញ្ចឹងខ្ញុំចុចពាក្យគ្រីសណាកន្លែងនេះនឹងខៀវនឹងមករួចហើយចុចពាក្យ continue នឹងមកហើយរងចាំតិចណាបងប្អូនអរគ្នារងចាំតិចមកឬហើយយើងចុចកន្លែងគ្រីសនឹងមួយទៀតហើយចុចពាក្យ next ចុចពាក្យ next មកវាទៅមុខទៀតហើយអញ្ចឹងវា repair វាឲ្យរងចាំ please wait ហ្នឹងហើយអញ្ចឹងវានឹងទៅមុខណាទៅមុខហើយកន្លែងនេះបងប្អូនអរគ្នាចុចពាក្យcontinue បន្ថែមទៀតមកចុចពាក្យ continue មកវានឹង repair ទៅមុខទៀតអញ្ចឹងកន្លែងនេះបងប្អូនគ្នាយកមកវាដាក់អក្សរឲ្យនោះអញ្ចឹងខ្ញុំយកអីក៏បានដែរឲ្យតែ copy ឲ្យដូចគ្នាណាអញ្ចឹងបន្ទាប់ពីយើងចុចកន្លែងហ្នឹងហើយឧទាហរណ៍ខ្ញុំគ្រីស2គ្រីសមួយណាក៏បានដែរឲ្យតែគ្រីសត្រូវគ្រីសរូបដើមឈើហ្នឹងមកអញ្ចឹងចុចពី OK មកអូខេវានឹងទៅមុខទៀតហើយអញ្ចឹងវា repair ត្រូវហើយអញ្ចឹងចាំតិចសិនមកកន្លែងនេះពេលយើងដាក់ត្រូវហើយគឺបងប្អូនអ្នកគ្នាចាំយកសារពី WeChat ដើម្បីយើងដាក់ចូលនៅក្នុងកូដហ្នឹងណាអញ្ចឹងយើងតិចទៀតសារគេដាក់មកគេបាញ់មកលេខទូរស័ព្ទខ្ញុំមួយទៀតហើយនេះខ្ញុំមកដាក់ឯនៅក្នុងនេះព្រោះដោយសារខ្ញុំធ្លាប់ធ្វើវីដេអូអញ្ចឹងកុំឲ្យញ៉ាយអញ្ចឹងខ្ញុំយកសារនេះឥឡូវផ្ញើសារមកហើយចាំតិចសារវាសូមបញ្ជាក់ថា6ខ្ទង់ណាអញ្ចឹងបន្ទាប់ពីដាក់6ខ្ទង់ហើយចុចពាក្យ next មកវានឹងទៅមុខហើយអញ្ចឹងផុតពីកន្លែងហ្នឹងហើយគឺរួចរាល់ហើយបងប្អូនអរគ្នាអញ្ចឹងសម្រាប់បងប្អូនអរគ្នាដែលគាត់ចង់បង្កើត account WeChat អីយើងអាចតាក់ទងមកខ្ញុំបានហើយចុចពាក្យ OK ទៅហើយតែប៉ុណ្ណឹងគឺហើយចុចពាក្យ alone ទៀតមកអូខេព្រោះកន្លែងនេះបងប្អូនអរគ្នាចាំបន្តិចវាកំពុងតែ repair ណាបងប្អូនអរគ្នាចាំបន្តិចមកហើយចុចពាក្យ next មកគឺរួចរាល់ស្រេចតែម្ដងអញ្ចឹងសរុបមកវិញបើសិនជាបងប្អូនអរគ្នាបង្កើត account WeChat អត់បានទេមើលតាមវីដេអូខ្ញុំហើយបង្កើត account WeChat អត់បានបងប្អូនអរគ្នាអាចតាក់ទងមកតាមលេខទូរស័ព្ទឬក៏ QR code បានណាលេខទូរស័ព្ទ081 46 17 8 កូដមានសេវាទៅបង្កើតដល់ទីតាំងផ្ទាល់តែម្ដងណាបងប្អូនអរគ្នាអញ្ចឹងអរគុណច្រើនបើសិនជាមានចម្ងល់អីអាចឆាតឬក៏សួរនៅក្នុង comment នឹងបានឬក៏តាក់ទងមកតាមលេខទូរស័ព្ទខ្ញុំផ្ទាល់មកហើយបើអត់មានពេលទេខ្ញុំទៅបង្កើតឲ្យដល់ទីតាំងតែម្ដងណាអរគុណ